បានសួស្តីតិចជនទាំងអស់គ្នាតសម្រាប់តិចជនដែលចង់បានជាមួយនឹងខ្ទឹមកំប៉ុងបងប្អូនចូលស្តុកជាប្រចាំថ្ងៃតែម្ដងឲ្យស្ទើរជប៉ុនក៏ចូលជារាល់ថ្ងៃដែរបងប្អូនណាសម្រាប់ឲ្យស្ទើរជប៉ុនខ្ទឹមកំប៉ុងឯនោះគឺត្រីស្រួយអីគឺមានស្តុកជាប្រចាំថ្ងៃបងប្អូនដែលបានខ្ញុំផុសគឺមានស្តុកជាប្រចាំថ្ងៃបងប្អូនអាចធ្វើការកំងបានណាបងប្អូនណាហ្នឹងហើយតាំងមកមើលខ្ទឹមកំប៉ុងរបស់យើងអូយខ្ទឹមកំប៉ុងរបស់យើងគឺស្រួយតែម្ដងបងប្អូនណាស្រួយឆ្ងាញ់តែម្ដងណាធានាថាស្រួយហើយអត់ដក់ខ្លាញ់ទេបងប្អូនណាខ្ញុំជិះបាច់បងប្អូនមើលស្រួយណាឃើញទេវាស្រួយមែនតើណាបងប្អូននេះឈ្ងុយមែនតើបងប្អូនណាយកញ៉ាំជាមួយគ្រឿងសមុទ្រឈ្ងុយខ្លាំងមែនតើឈ្ងុយហើយឆ្ងាញ់ទេបងប្អូនណាអញ្ចឹងបងប្អូនដែលចង់បានជាមួយនឹងខ្ទឹមកំប៉ុងស្រួយឆ្ងាញ់អាចធ្វើការកំងពីខាងខ្ញុំបានបងប្អូនណាហើយនេះសម្រាប់បងប្អូនទឹកខែណាខ្ញុំវិចខ្ចប់បែបនេះណាបងប្អូនព្រោះកាលណាខ្ទឹមស្រួយបងប្អូនយកទៅគឺវាបាក់បែកខ្លះហើយវាមិនអត់ទេខ្ញុំបញ្ជាក់ជាមួយនឹងមួយដែលទិញថាមិនបាក់ម៉េះបានអីមិនបាក់បងប្អូនយកទៅគេបោះញ៉ាតាមឡានទៅខែទេបងប្អូនណាគេបោះបងប្អូនគេបោះលើកបោះទៅវាបាក់បែកខ្លះហើយវាមិនអត់ទេបងប្អូនបញ្ជាក់ណាខ្ញុំយកទៅខ្ញុំស្ដាប់ហុំថងចេះមួយជាន់ទៀតប៉ុន្តែធ្វើមិនបើយកទៅតាមខេត្តវាតែងតែធម្មតាតែខ្ទឹមស្រួយគឺប៉ះតែគេងាយនឹងបាក់មែនតើណាបងប្អូនណាធម្មតាខ្ទឹមស្រួយលើកលែងតែខ្ទឹមអត់ស្រួយបានវាអត់បាក់បងប្អូនតែខ្ទឹមស្រួយបែបនេះហើយគឺវាបាក់ឲ្យបងប្អូនណាខ្ទឹមស្រួយបែបនេះគឺវាបាក់ឲ្យបងប្អូនអញ្ចឹងបងប្អូនដែលចង់បានជាមួយខ្ទឹមកំប៉ុងស្រួយអាចធ្វើការកំងបានបងប្អូនណាខ្ទឹមបំពងស្រួយអាចធ្វើការកំងបានគឺស្រួយឆ្ងាញ់តែម្ដងបងប្អូនណាញ៉ាំជាមួយគ្រឿងសមុទ្រគឺអេមហ្មងអញ្ចឹងខ្ញុំទៅចាប់បែបនេះទៅឲ្យបងប្អូនតែវាតែបាក់បែកតិចទេព្រោះអេផ្ញើតាមបានក្រុមហ៊ុនគេមិនថ្នមទេគេលើកបោះឲ្យបងប្អូនណាអញ្ចឹងវាបាក់បែកខ្លះហើយអញ្ចឹងខ្ញុំទៅខ្ចប់1គីឡូទេជូនបងប្អូនហើយសម្រាប់បងប្អូនយកទៅលក់បន្តទៀតក៏ងាយស្រួលដែរមូលហេតុថាងាយស្រួលដោយសារយកទៅ1គីឡូភ្ញៀវវាទិញ1គីឡូគឺមានថង់1គីឡូជូនបងប្អូនតែម្ដងអញ្ចឹងបងប្អូនដែលចង់បានជាមួយនឹងខ្ទឹមបំពងស្រួយឆ្ងាញ់អាចធ្វើការកំងពីខាងខ្ញុំបានបងប្អូនណាខ្ញុំទៅខ្ចប់ជូនបងប្អូនយ៉ាងឥតខ្ចោះតែម្ដងសម្រាប់បងប្អូនណាតែឥឡូវចូលមកដល់ជាមួយនឹងត្រីស្រួយរបស់យើងម្ដងទៀតណាបងប្អូនណាហើយនិយាយបញ្ជាក់ទឹមពងនេះបងប្អូនកំងម៉ានតោនក៏មានដែរបងប្អូនខ្ញុំបំពងថ្មីជូនបងប្អូនតានេះអត់ជក់ខ្លាញ់ទេបងប្អូនណាអត់ដកខ្លាញ់ស្រួយឆ្ងាញ់តែម្ដងបងប្អូនកំងនិយាយទៅចាប់ពី5គីឡូឡើងទៅទទួលបានតម្លៃបោះដុំបងប្អូនណា5គីឡូហើយបើ100គីឡូឡើងទៅទៀតតម្លៃកាន់តែពិសេស1តោនឡើងទៅទៀតតម្លៃកាន់តែពិសេសបងប្អូនណាទឹមខ្ញុំបងប្អូនកំងចាប់ពី100គីឡូ50គីឡូ100គីឡូដល់1តោនបងប្អូនខ្ញុំបំពងថ្មីនិយាយទៅបំពងថ្មីរាល់ថ្ងៃមកមិនមែនថានេះយកមកអត់ដែរនៅក្នុងស្តុកឯងបងប្អូនណាអញ្ចឹងបងប្អូនដែលចង់បានជាមួយខ្ទឹមបំពងស្រួយឆ្ងាញ់បំពងថ្មីមិនដកខ្លាញ់បងប្អូនអាចធ្វើការកំងពីខាងខ្ញុំបានបងប្អូនណាតានីជូនតែបងប្អូនយកទៅធ្វើគ្រឿងទេសគ្រឿងអីទៀតក៏បានដែរមិនថាទៅដាក់ទៅជាមួយគ្រឿងសមុទ្រទេបងប្អូនណាមានមួយខ្លះគាត់យកម្ដងគាត់យកទៅលាយបច្ចេកទេសរបស់គាត់ធ្វើជាគ្រឿងទេសទៀតណាបងប្អូនណាអញ្ចឹងបងប្អូនដែលចង់បានជាមួយនឹងគុណភាពវាបានល្អណាយកទៅលក់កាន់តែដាច់បងប្អូនអាចធ្វើការកំងពីខាងខ្ញុំបានជាមួយនឹងខ្ទឹមបំពងស្រួយឆ្ងាញ់ណាបងប្អូនណាខ្ទឹមបំពងស្រួយឆ្ងាញ់នេះគឺឆ្ងាញ់ហើយឈ្ងុយហើយអត់ដកខ្លាញ់ទៀតបងប្អូនទិញទៅណាបងប្អូនណាធ្វើការកំងគឺខ្ញុំបំពងថ្មីជារៀងរាល់ថ្ងៃជូនមួយណាជូនអតិថិជនទាំងអស់គ្នាអញ្ចឹងតោះឥឡូវយើងមកមើលជាមួយត្រីស្រួយយើងម្ដងបងប្អូនណានេះមនុស្សត្រីស្រួយរបស់យើងគឺចូលមកដល់ទៀតបងប្អូនណានេះត្រីស្រួយរបស់យើងណាទៅឆ្ងាញ់មែនតើបងប្អូននេះខ្ញុំចាក់ឲ្យបងប្អូនមើលត្រីស្រួយរបស់យើងគឺស្រួយដូចគ្នាបងប្អូនដាក់ជាមួយនឹងស្លឹកក្រូចសើចជាមួយរំដេងបងប្អូនណាឆ្ងាញ់មែនតើណាបងប្អូនមួយថងនេះមានចំណុច5គីឡូសម្រាប់បងប្អូនយកទៅលក់បន្តទៀតឬក៏បោះដុំបន្តទៀតបងប្អូនទៅវិចចាប់ណាលក់ជាមួយនឹងប្រភេទជានំអីក៏បងប្អូនណាដាក់តាមម៉ាតាមអីគឺត្រូវបងប្អូនណាញ៉ាំលេងតេះលេងជាមួយជុំគ្រួសារបងប្អូនណានេះកូនត្រីស្រួយរបស់យើងគឺឆ្ងាញ់មែនតើបំពងល្ងបងប្អូនឃើញល្ងជាប់នៅក្នុងហ្នឹងឯងបំពងល្ងស្រួយឆ្ងាញ់តែម្ដងផ្សំជាមួយនឹងណាស្លឹកក្រូចសើចជាមួយរំដេងបងប្អូនណាហើយជាមួយនឹងខប់ស្លឹកខៀវទៀតបងប្អូនឃើញទេគឺឆ្ងាញ់សាហាវបងប្អូននេះមួយថងនេះគឺមានចំណុច5គីឡូបងណាតើបងប្អូនចង់បានអាចធ្វើការកំងបានហើយជាពិសេសបងប្អូនបើកជាមួយនឹងហាងបងប្អូនអានេះជាប្រភេទគ្រឿងខ្លែមដែរបងប្អូនណាញ៉ាំមួយបាយក៏បានគ្រឿងខ្លែមក៏បានបងប្អូនញ៉ាំលេងក៏បានដែរបងប្អូនណាជួបជុំគ្រួសារតេះលេងជួបគ្រួសារតែណាបងប្អូនឲ្យស្រួយណាស់បងប្អូនជាមួយខ្ញុំញ៉ាំឲ្យមើលស្រួយមកខាងមែនតើឈ្ងុយរសជាតិល្ងគឺឈ្ងុយមែនតើបងប្អូនណាហើយស្រួយស្លាប់តែម្ដងអត់មានជាតិខ្លាញ់ខាយអត់មានទេបងប្អូនណារសជាតិប្រៃផ្អែមគឺឆ្ងាញ់មែនតើហើយសម្រាប់បងប្អូនចង់ធ្វើតុកកាចង់ធ្វើតុកកាវិញយកទៅដាក់ជាម្ហូបខ្លែម8មុខបងណាម្ហូបខ្លែម8មុខគឺត្រូវបាច់តែម្ដងមកឆ្ងាញ់មែនតើបងប្អូនណាអញ្ចឹងបងប្អូនដែលចង់បានជាមួយនឹងប្រភេទកូនត្រីស្រួយបំពងល្ងណាបងប្អូនណាអាចធ្វើការកំងពីពេកខ្ញុំបានបងប្អូនគឺខ្ញុំមានស្តុកច្រើនមែនតើបងប្អូននិយាយទៅខ្ញុំហាលរាល់ថ្ងៃបំពងរាល់ថ្ងៃបងប្អូនណាហាលរាល់ថ្ងៃបំពងរាល់ថ្ងៃបងប្អូនទីតាំងឃ្លាំងស្តុកអីវ៉ាន់នៅជុកវ៉ាមួយបងប្អូនណាធ្វើថ្មីជូនបងប្អូនតែម្ដងធ្វើថ្មីជូនបងប្អូនតែម្ដងបងប្អូនណាមិនភ័យទេណាសម្រាប់បងប្អូននៅភ្នំពេញដាក់ប្រហែលទៅដល់ទីតាំងទូទៅសេប្រាបងប្អូននៅខេត្តវាលុយមុនបញ្ជាក់ណាឆ្ងាញ់ខ្លាំងមែនតើបងប្អូនមិនល្ងអូជក់ចិត្តហ្មងណាម៉ូណាឆ្ងាញ់ណាហើយស្លឹកក្រូចសើចបងប្អូនខ្ញុំបំពងឡើងឈ្ងុយហ្មងអញ្ចឹងបងប្អូនយកទៅលក់ច្រឡែងណាមិនថាបងប្អូនយកទៅបាត់ដុំបោះហីទេមិនថាបងប្អូនយកទៅលក់តាមហាងតាមម៉ាត់ឬក៏បងប្អូននៅខាងប៊ូហ្វេទិញយកទៅដាក់ណាបងប្អូនហើយតនិយាយថាមកឆ្ងាញ់ហ្មងណាបងប្អូនណាអញ្ចឹងបងប្អូនចង់បានឆាតបងប្អូនណាកូនត្រីបំពងល្ងស្រួយនេះគឺលក់តម្លៃពិសេសជូនបងប្អូនទិញមួយថងចាប់ពី5គីឡូឡើងទៅទទួលបានតម្លៃបាត់ដុំបងប្អូនណាហើយបើបងប្អូនចង់យកកាន់តែច្រើនតម្លៃកាន់តែធូរបងប្អូនខ្ញុំបញ្ជាក់យកកាន់តែច្រើនតម្លៃកាន់តែធូរណាយកដល់100គីឡូ200គីឡូ500គីឡូ1តោនតម្លៃកាន់តែធូរបងប្អូនណាខ្ញុំធានាស្តុកក្នុងមួយថ្ងៃខ្ញុំធ្វើបាន1តោន2តោនបងប្អូនណាសម្រាប់ត្រីស្រួយបំពងនេះបងប្អូនណាសម្រាប់បងប្អូនកំងមុនតែមួយថ្ងៃទេបងប្អូនដោយសារអីបងប្អូនមកកំងមុនមួយថ្ងៃ2ថ្ងៃនេះគឺបានដែរដោយសារមួយក៏ដាក់បន្តគ្នាចឹងណាបងប្អូនណាខ្ញុំបងប្អូនដាក់កំងក្រោយគឺបានតាមក្រោយចឹងទៅបងប្អូនណាកំងមួយថ្ងៃទៅ2ថ្ងៃខ្ញុំហាត្រីស្ងួតគឺខ្ញុំបំពងជូនបងប្អូនតែម្ដងអញ្ចឹងបងប្អូនចង់បានជាមួយនឹងត្រីបំពងស្រួយឬក៏ខ្ទឹមបំពងអាចធ្វើការកំងខាងខ្ញុំបានណាបងប្អូនណាមួយថងនេះគឺមានតែ5គីឡូឯងតែឥឡូវចូលជាមួយនឹងចេកបំពងយើងទៀតថ្ងៃនេះគឺបំពងសុទ្ធតែម្ដងខ្ទឹមបំពងត្រីបំពង
ចេកបំពងទៀតចឹងតើបងប្អូនចូលមកមើលជាមួយនឹងចេកបំពងរបស់យើងទៀតសិតតែគ្រឿងឆ្ងាញ់ឆ្ងាញ់បងអើយណានេះចេកបំពងរបស់យើងប្រៃផ្អែមបងណាប្រៃផ្អែមបងប្អូនចេកបំពងនេះអូសុំប្រាប់មួយទៀតសម្រាប់កូនត្រីស្រួយនេះបងប្អូនលក់កដោបំពងចង្រិតបំពងក៏អាចយកទៅលក់មិចជាមួយបានដែរបងប្អូនណាគឺឆ្ងាញ់មែនតើបងប្អូនដែលលក់ចង្រិតបំពងកដោបំពងណាលក់ឌឺបំពងអីនោះបងប្អូនដាក់កូនត្រីស្រួយនេះទៅបងប្អូនមិនបាច់បំពងទេព្រោះអីបើខ្ញុំធ្វើចាន់មកស្រាប់ជូនបងប្អូនឯងបងប្អូនយកទៅគ្រាន់តែចាក់លក់ហ្មងហើយគ្រឿងវិញមកល្មមណាផ្សំមកល្មមឆ្ងាញ់តែម្ដងជាមួយនឹងកូនត្រីស្រួយបំពងល្ងនេះបងប្អូនណាអញ្ចឹងបងប្អូនយកទៅគ្រាន់តែចាក់លក់តែម្ដងងាយស្រួលយកលុយស្រួលចំណេញហ្មងណាអញ្ចឹងសម្រាប់ចេកឆាបនេះបងប្អូនចេកនេះបំពងរួចហើយចេកបំពងប្រៃផ្អែមដូចគ្នាបងប្អូនណានេះបងប្អូនយកទៅកលុកកដោចង្រិតយើងថែមចេកឲ្យគេបន្តិចក៏បានដែរបងប្អូនណាឬក៏បងប្អូនលក់ជាកំប៉ុងតែម្ដងឬក៏ចាប់ទៀតថងសម្រាប់បងប្អូនចង់បានជាមួយនឹងចេកបំពងប្រៃផ្អែមនេះអាចធ្វើការកំងបានបងប្អូនណាមានស្តុកតែម្ដងបងប្អូនណាអញ្ចឹងនិយាយគ្រឿងបំពងគឺមានជាប្រចាំថ្ងៃបងប្អូនណាហើយអត់មានធំក្លិនខាធំអីទេព្រោះដោយសារខ្ញុំបំពងជារៀងរាល់ថ្ងៃបងប្អូនណាជារៀងរាល់ថ្ងៃតែម្ដងអញ្ចឹងពុកម៉ែបងប្អូនអាចធ្វើការកំងបានអតិថិជនចង់បានមិនថា oyster ជប៉ុនណាសាច់ខ្ទិះមែនតើបងប្អូនអាចធ្វើការកំងបានសម្រាប់បងប្អូនហាងបុហ្វេយ៉ាងណាអាចធ្វើការកំងពីខាងពេកខ្ញុំបានខ្ទឹមបំពងណា oyster ជប៉ុនត្រីសាំបាក់ព្រួយត្រីសាម៉ុនត្រីញៀនបងប្អូនណាជើងទីអត់ឆ្អឹងជើងមាត់អត់ឆ្អឹងអូយមានច្រើនទៀតបងប្អូនណានៅក្នុងហ្នឹងហើយមានទាំងអំបិលក្លុកទៀតណាកដោបចង្រិតដុកឌឺក៏មានដែរសម្រាប់បោះដុំហើយមានអំបិលក្លុកក៏មានដែរហើយចេកក៏មានចេកក្លុកជាមួយហ្នឹងក៏មាននេះប្រភេទត្រីនេះក៏មានដែរនេះអំបិលក្លុករបស់យើងមាន BBQ មានរសជាតិ BBQ បងប្អូនណាអំបិលក្លុករបស់យើងគឺមាន BBQ ហើយតុងយ៉ាំហើយជាមួយនឹងប្រៃផ្អែមហើយណាអញ្ចឹងបងប្អូនដែលចង់បានជាមួយបានដែលខ្ញុំផ្សាយវីដេអូជូនបងប្អូននេះអតិថិជនទាំងអស់គ្នានេះអតិថិជនអាចឆាតចូលសួរព័ត៌មានលម្អិតជាមួយនឹងតម្លៃនេះបងប្អូនណានិយាយទៅទិញកាន់តែច្រើនតម្លៃកាន់តែពិសេសតែម្ដងណាបងប្អូនណាអញ្ចឹងកុំភ្លេចធ្វើការកំងទាំងអស់គ្នាណាហើយនេះអីវ៉ាន់នេះគឺមួយកាត់ស្តុកហើយនៅតែល្ងាចសម្រាប់ចេញមកមួយបងប្អូនណានេះហើយមើលអ្នកកូនត្រីស្រួយបងប្អូនហើយនេះឆ្ងាញ់ហ្មងណាមួយចេកបងប្អូនហើយជាមួយនឹងខ្ទឹមបំពងចឹងបងប្អូនដែលចង់បានអតិថិជនដែលចង់បានជាមួយអីវ៉ាន់ដែលខ្ញុំផុសលក់ហ្នឹងអាចធ្វើការកំងបានណាអីវ៉ាន់គឺមានប្រចាំថ្ងៃបងប្អូនណាអត់ខ្វះអីវ៉ាន់ជូនមួយទេហើយផ្ញើបាន25ខែក្រុងទៀតផងបងប្អូនណាអរគុណ